Thường thì em cho nó đấy nhom sừng khăm nhom đâm một về nhom chập đam một chip từ chia producer thì mỗi đôi cứ trăm bát tỏi dương miền là bọt thay chập đam là vậy thì dương miền ở vậy để song khăn nó cứ là top hay năng ca muối rồi chỉ ca sạch anh năng cứ dương ai chập đam sắc xa hay năng chập đamการเพลงมาnày hai tí pi nó cứ cùng đất đánh nhây nhây xùa xúa cứ song khăn dịp hiệp ất cho hiệp ất cho về class thôi ai víaสำหรับการ creativity របស់យើងសម្រាប់ការភាពច្នៃប្រឌិតរបស់យើងអញ្ចឹងពេលយើងចាប់ដើមធ្វើភ្លេងដំបូងឬក៏យើងចាប់ដើមសិក្សារៀនវាយើងកុំចាំបាច់ទៅតែ perfect តែយើងចាំតែ perfect វាធ្វើឲ្យយើង stuck វាខៀន creativity របស់យើងវាធ្វើឲ្យយើងហ្នឹងអត់មានកម្លាំងចិត្តដើម្បីបន្តទៅមុខទៀតឬក៏បញ្ចប់ចម្រៀងរបស់យើងអ្វីដែលខ្ញុំមើលឃើញពីច្រើន producer ដែលគាត់ចាប់ដើមដំបូងនោះគឺពីច្រើនគាត់ធ្វើចម្រៀងអត់ដែរចប់ទេគាត់ធ្វើបានកន្លះបទធ្វើបានតែកណ្ដាលបទធ្វើបានតែបន្តិចហ្នឹងគាត់ឈប់ធ្វើដោយសារគាត់អត់កម្លាំងចិត្តអញ្ចឹងហើយតែខ្ញុំចង់លើកឡើងពីព្រោះអីពីមុនក៏ខ្ញុំធ្លាប់ធ្វើបទចម្រៀងហើយអត់ដែរចប់ដូចគ្នាអញ្ចឹងហើយបាទខ្ញុំចង់លើកឡើងចំណុចនេះចង់ចែកជូនដល់អ្នកនរគ្នាហើយចំណុចទី3នោះគឺ hit the right point ហ្មងនៅដំបូងគឺយើងអត់ល្អដំបូង you gonna be suck និយាយទៅដល់ពេលដែលយើងធ្វើចម្រៀងមួយឆ្នាំពីរឆ្នាំដំបូងអាចថាយើងអាចធ្វើបានប៉ុន្តែយើងអត់ទាន់ធ្វើល្អទេប៉ុន្តែ the more you try the more you get better ហើយទី4នោះគឺ is about a sound selection គឺការជ្រើសរើសរកសំឡេងគឺអាចបង្កើតចម្រៀងដែលធ្វើឲ្យពីចម្រៀងដែលធម្មតាមួយទៅបទចម្រៀងមួយដែលពិសេសនៅលើ sound selection របស់យើងអញ្ចឹងកុំព្យាយាមរក sound ណាដែលល្អខ្ចោះត្រូវតែរក sound ណាដែលពេញចិត្តដែល quality ដែលយើងអាចទទួលយកបានគឺធ្វើចម្រៀងយើងល្អពីព្រោះ foundation គ្រឹះរបស់យើងនៅក្នុងចម្រៀងបើសិនជាយើងរើបាន kick រើបាន snare ឬក៏ sample ផ្សេងៗដែលល្អដែល quality fit to the right vibe like យើងចង់ធ្វើបែបម៉េចអាហ្នឹងគឺជា point ដែលយើងត្រូវផ្ដោតលើវាពីព្រោះអី sound selection is everything ហើយចំណុចទី5ខ្ញុំចង់លើកឡើងនោះគឺ networking គឺការបណ្ដាញការទំនាក់ទំនងជាមួយសិល្បករផ្សេងយើងអាចធ្វើជា collab ឬក៏អាចយើង share project គ្នាទៅវិញទៅមក is the best point to learn from each other ហ្នឹងគឺជាចំណុចដែលសំខាន់មួយដែលយើងអាចសិក្សាពីគ្នាទៅវិញទៅមកយើងអាចជួយគ្នាទៅវិញទៅមកជា artist